สีเลยยมเลยเลยข้างวิดังมาข้าววิดังជាឈ្មោះមួយដែលត្រូវបានស្គាល់ដោយប្រជាពលរដ្ឋខ្មែរក្នុងអំឡុងទសវត្សរ៍ 80 លំនេះស្ថិតនៅកណ្ដាលទ្រូងព្រៃនៃស្រុកតាប់យ៉ាខេត្តស្រុកកែវប្រទេសថៃបច្ចុប្បន្នហើយជាភ្នំដែលត្រូវបានរាជរដ្ឋាភិបាលថៃព្រមព្រៀងជាមួយនឹងប្រតិបត្តិការសង្គ្រោះជនភៀសខ្លួនតាមជំរំព្រំដែនខ្មែរថៃនិងទីភ្នាក់ងារដទៃទៀតនៃអង្គការសហប្រជាជាតិដើម្បីសាងសង់ជាជម្រកសម្រាប់ជនភៀសខ្លួនដែលបានរត់គេចខ្លួនចេញពីប្រទេសកម្ពុជាព្រោះមូលហេតុសង្គ្រាមបង្ហូរឈាមនិងគេចចេញពីស្រមោលអតីតកាលនៃរបបបិសាចប៉ុលពតដែលបានបន្សល់ទុកនូវភាពភ័យខ្លាចពីទង្វើរបស់ពួកគេដោយក្រែងវិលត្រឡប់មកបន្តសម្លាប់ខ្មែរជាថ្មីបន្តទៀតស្រមោលអតីតកាលរបស់របប3ឆ្នាំ8ខែ20ថ្ងៃដែលបានបន្សល់ទុកនូវភាពភ័យខ្លាចពីទង្វើរបស់ពួកគេដែលពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រីណាក៏បានដឹងនិងនៅតែភ័យខ្លាចស្រមោលអតីតកាលមួយនោះពុកហេតុទាំងនោះហើយដែលធ្វើឲ្យពួកគាត់បាក់ស្បាតរហូតសម្រេចចិត្តដោយឥតរាថយថាជាពេលវេលាដែលពួកគាត់ត្រូវតែស្វែងរកទីជម្រកដែលមានសុវត្ថិភាពទាំងផ្លូវកាយនិងផ្លូវចិត្តទោះជាត្រូវបដូរជីវិតព្រោះឆ្លងកាត់គ្រប់មានចោលប្លន់យ៉ាងណាក្តីមុនពេលទៅដល់ជំរំខាវិតាពលរដ្ឋខ្មែរត្រូវឆ្លងកាត់គ្រប់ឧបសគ្គនិងគ្រប់រសជាតិជីវិតដោយគេតស៊ូក្រាញលន់លាលដើម្បីឆ្ពោះទៅដល់គោលដៅនៃក្តីប្រាថ្នារបស់គេអ្នកខ្លះត្រូវឆ្លងកាត់ជំរំតស៊ូរបស់ចលនាសេរីកាដូចជាជំរំរាហូហៅជំរំចាស់នងច័ន្ទ00សេតហៅជំរំថ្មីនិងជំរំចំការគោជំរំភ្នំឆាត់របស់ពួកខ្មែរក្រហមទើបទៅដល់ជំរំខៅវិដាយើងនឹងចាំបានថាប្រជាជនខ្លះមានសំណាងបានឆ្លងកាត់តាមរយៈការដឹកជញ្ជូនដោយទីភ្នាក់ងារប្រតិបត្តិការសង្គ្រោះជនភៀសខ្លួនតាមបណ្ដោយព្រំដែនខ្មែរថៃនៃអង្គការសហប្រជាជាតិតែអ្នកខ្លះក៏បែរជាអភ័ព្វពុំបានចាប់ជាប់ជាមួយទីភ្នាក់ងារនោះក៏ប្រឹងប្រែងស្វែងរកមេខ្យល់ជូនទៅពុំដល់គោលដៅត្រូវបាត់បង់ជីវិតដោយប្រការផ្សេងនៅតាមផ្លូវយ៉ាងណាក៏មានពលរដ្ឋនិងគ្រួសារខ្លះឡងផុតគ្រោះកាចអាចទៅដល់ជំរំខៅអ៊ីដាងនិងបានលាក់ខ្លួនពូនអាត្មាលុះត្រាបានសិទ្ធិស្នាក់នៅស្របច្បាប់រហូតអាចមានសិទ្ធិធ្វើតេស្តឆ្លងទៅនៅប្រទេសទី3ដូចជាទឹកដីអាមេរិកាំងបារាំងអង់គ្លេសអូស្ត្រាលីញូវែលសេឡង់និងអឺរ៉ុបដទៃទៀតឡាជំរំខៅដាងត្រូវបានបែងចែកជាផ្នែកមួយទៀតហើយដាក់ឈ្មោះថាជំរំបាងភូដោយគ្រាន់តែខណ្ឌចែកគ្នាជាមួយនឹងរបងឫស្សីអមដោយលួសបន្លាដែលនរណាក៏មិនអាចចេញចូលទៅមករកគ្នាក្រៅពីគ្រាន់តែបានអើតមើលឃើញគ្នាហើយលើកដៃជាសញ្ញាប្រាប់ថាអញនៅទីនេះឯងនៅទីនោះតែប៉ុណ្ណោះបាងភូជាផ្នែកមួយនៃជំរំខៅដាងដែលត្រូវបានបំបែកឡើងនៅក្នុងអំឡុងខែកញ្ញាឆ្នាំ1984ដើម្បីត្រៀមទទួលប្រជាជនបន្ទាប់ពីកងទ័ពរដ្ឋកម្ពុជាកំពារដោយវៀតណាមវាយបែកជំរំរិទ្ធិសែនអតីតជំរំ007ហើយប្រជាជនភៀសខ្សាច់ទៅស្នាក់នៅដីក្រហមលើទឹកដីថៃនឹងត្រូវត្រៀមជំលះទៅជំរំបាងភូនោះឯងជំរំបាងភូលាតសន្ធឹងលើផ្ទៃដីប្រមាណជាង2គីឡូម៉ែត្រ4ជ្រុងនិងផ្ទុកសង្កាត់ចំនួន15ក្រោមការគ្រប់គ្រងដោយរដ្ឋបាលនៃជំរំរិទ្ធិសែនដែលគេបានដឹកជញ្ជូនជនភៀសខ្លួនពីដីក្រហមប្រមាណជា
7ទៅ100000នាក់យោងតាមទិន្នន័យស្ថិតិរបស់ UNHCR ទៅដាក់នៅទីនោះមិនយូរជាង1ឆ្នាំប៉ុណ្ណោះជំរំបាងភូត្រូវបានបិទបញ្ចប់បន្ទាប់ពីជំរំផ្សាយធូខាងត្បូងត្រូវបានរៀបចំនិងដឹកពលរដ្ឋចេញទៅដាក់នៅទីនោះតាមគោលការណ៍ប្រមូលផ្ដុំជំរំទាំងឡាយដើម្បីងាយស្រួលក្នុងការថែទាំកំពែពីទីភ្នាក់ងារនានានៃអង្គការសហប្រជាជាតិខាងត្បូងផ្ទះយើងមកខាងថ្នល់ភ័ព្វព្រេងបានផ្ដល់ឲ្យយល់ភាំងត្រាជំរំខើយដាងក៏ដូចជាបាងភូនៅសល់តែស្លាកស្នាមដែលអាចឲ្យយើងមើលឃើញនិងយល់ថាជាកន្លែងដែលយើងធ្លាប់ស្នាក់អាស្រ័យមុនថ្ងៃដែលពលរដ្ឋខ្លះបានឈានទៅដល់ប្រទេសទី3ឯពលរដ្ឋមួយចំនួនទៀតដែលគ្មានវាសនាក៏បានធ្វើមាតុភូមិនិវត្តន៍តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាថ្ងៃទី23 តុលាឆ្នាំ1991ខៅអ៊ីដាងពិតជាសំណាងដែលត្រូវបានពលរដ្ឋស្ទើរគ្រប់មជ្ឈដ្ឋានបានស្គាល់ដោយផ្ទាល់ក្តីដោយប្រយោលតាមរយៈការផ្សព្វផ្សាយចេញពីមេឌៀនិងព័ត៌មានខ្លះហើយជាពិសេសតាមរយៈបទចម្រៀងរបស់លោកកែវសារ៉ាត់ដូចជាបទខៅអ៊ីដាងលួងចិត្តដំណើរឆ្លងដែនអ៊ីដាងស្រុកថៃជាដើមសូមអរគុណចំពោះការតាមដានទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់